จุมเรียบซัวเนี่ยตอนนี้สวัสดีค่ะทุกคนค่ะวันนี้พบกับเคซี่นะคะวันนี้เจอกันอีกแล้วนะคะวันนี้พิเศษมากๆเลยค่ะโอเคสุดเลยเนี่ยตอนนี้จังไงนี่คือจ้องไปเจี๊ยบแบบเนี่ยตอนนี้ทางไงนี่คือจีไงได้พิเศษเหมือนแต่ขอเปียไว้รอดดองแต่มาดองคือโดยซาไตจนหน่อยนี่คือจีจนหน่อยได้กลนซะสมนมโปเคซี่ได้จังนะให้ก่อวิจิกลมดัดมวยได้เคซี่จังทั่วล้างนำใบเอากลซะกันแต่ครั้งให้กันแต่ประกายแต่มาดองนะคะเนี่ยตอนนี้จังเนี่ยตอนนี้ไอ้เมื่อเนอเหลือขึ้นนี่ตรุนติดบ้านปันใต้ขวานาจะป่าให้จีไงนี่คือเคซี่บ้านไปเจี๊ยลมอัดตึงออเต้โดยซาไตจนหน่อยนี่คือจีจนหน่อยได้เคซี่โยเตอបង្រៀននៅក្នុងថ្នាក់ផ្ទាល់តែម្ដងដូចគ្នាណាអញ្ចឹងអ្វីដែលចង់ណែនាំប្រាប់អ្នកទាំងអស់គ្នានោះគឺនៅពេលដែលកូនសិស្សរៀនខ្លាំងហើយរៀនរឿងក៏ខ្លាំងដែររៀនរឿងក៏ចប់អស់ដែរហើយគាត់នៅតែចង់ពង្រឹងបន្ថែមទៀតដោយសារតែការរៀនរឿងហ្នឹងចេះពាក្យដែលទទួលបានមកពីក្នុងរឿងហ្នឹងគឺខ្លាំងមែនតើហើយប៉ុន្តែគាត់នៅតែចង់ចេះបន្តទៀតចង់ឲ្យខ្លាំងតែម្ដងចង់ឲ្យស្គាល់ពាក្យច្រើនធ្វើម៉េចយើងនៅតែរក្សាការរៀនរបស់យើងនៅតែពង្រឹងទៅលើការរៀនរបស់យើងឲ្យខ្លាំងតែម្ដងណាហើយក៏ពិតជាសប្បាយចិត្តដែលកូនសិស្សគឺនៅតែបន្តការរៀនដោយសារចង់បានចំណេះកាន់តែច្រើនហើយចង់ឲ្យយើងដឹងបានន័យថាចង់យកភាសាមួយហ្នឹងទៅប្រើការបានតែម្ដងค่ะអញ្ចឹងគឺចំណុចនេះគឺ KC ចង់បញ្ជាក់ថាគឺយើងរៀនដើម្បីយកភាសាមួយហ្នឹងមកជួយពង្រឹងវិស័យឬក៏វិស័យការងារដែលយើងកំពុងធ្វើរាល់ថ្ងៃឬក៏តាក់ទងជាមួយនឹងការរៀននៅក្នុងសាកលក៏ដោយណាជាក់ស្ដែងដូចជាថ្ងៃនេះគឺ KC ដកស្រង់អត្ថបទចេញពី podcast មួយដែល KC បានដាក់រូបឲ្យអ្នកនរគ្នាមើលនេះហើយ podcast របស់គាត់នេះគឺនិយាយសំខាន់តាក់ទងជាមួយនឹងហិរញ្ញវត្ថុណាអញ្ចឹងតាក់ទងមួយចំណុចនេះ KC ចង់បញ្ជាក់ប្រាប់អ្នកនរគ្នាសិនថាមិនមែន KC ផ្សព្វផ្សាយ podcast របស់គេទេគឺមិនមែនទេណាដោយសារតែ podcast ខ្មែរយើងក៏ KC មើលឲ្យអស់ដែរគឺ KC ក៏ព្យាយាមមើលរាល់ថ្ងៃដែរតាក់ទងជាមួយនឹង podcast ខ្មែរយើងដែលមានបងខ្មែរយើងធ្វើជាច្រើនជាក់ស្ដែងគឺអ្នកនរគ្នាប្រកាសជាស្គាល់ហើយប្រហែលថ្ងៃមុនហ្នឹងគឺយើងល្បីតាក់ទងជាមួយនឹងវីដេអូរបស់បងប្រុសគីមតារាខ្លាំងហើយអញ្ចឹងគឺអ្នកនរគ្នាកុំភ្លេចមើលណាតាក់ទងជាមួយនឹងវីដេអូរបស់គាត់និយាយពីហិរញ្ញវត្ថុហ្នឹងបញ្ហាហិរញ្ញវត្ថុឬក៏តាក់ទងជាមួយនឹងចំណេះដឹងហិរញ្ញវត្ថុផ្សេងៗហ្នឹងគឺគាត់និយាយច្រើនមែនតើអញ្ចឹងអ្នកនរគ្នាអាចចូលទៅមើលដើម្បីទទួលបានចំណេះដឹងពីគាត់បានហើយតាក់ទងជាមួយនឹងថ្មីនេះគឺដូចជាម្សិលមិញមួយថ្ងៃហ្នឹង KC ក៏បានឃើញតាក់ទងជាមួយនឹងបងប្រុសរៀនថតអញ្ចឹង KC ក៏ជា fan បងប្រុសរៀនថតដែរអញ្ចឹងបងប្រុសរៀនថតគាត់បានបង្ហើបតាក់ទងជាមួយនឹងវីដេអូថ្មីតាក់ទងជាមួយនឹងហិរញ្ញវត្ថុជាមួយនឹងបងស្រី Clara ដែរដែល KC ក៏ជា fan របស់ពួកគាត់ទាំងអស់គ្នាដែរហើយ KC ក៏ចាំតាក់ទងជាមួយនឹងវីដេអូទាំងអស់ហ្នឹងដែរដែលវាជាចំណេះដឹងเนาะហ្នឹងគឺយើងគ្រាន់តែមើលដើម្បីទទួលបានចំណេះដឹងពីពួកគាត់មកណាតាក់ទងជាមួយនឹងវីដេអូដែល KC លើកឡើងនៅក្នុងថ្ងៃនេះក៏វីដេអូតាក់ទងជាមួយនឹង podcast ជាភាសាថៃដែលជនជាតិថៃជាអ្នកធ្វើផ្ទាល់តែចង់បញ្ជាក់អ្នកនរគ្នាថា KC មិនមែនប្រម៉ូទវីដេអូឲ្យគេទេហើយក៏មិនមែនលើកទឹកចិត្តឲ្យអ្នកនរគ្នាចូលមើលវីដេអូរបស់ជនជាតិគេដែលអ្នកនរគ្នាគិតថាយើងមិនស្គាល់ណាមើលអញ្ចឹងណាអញ្ចឹងចំណុចហ្នឹងគឺ KC ចង់បញ្ជាក់មួយថាអ្វីដែល KC មើលគឺទទួលចំណេះដឹងឬក៏ចង់រៀនចំណេះដឹងចេញពី podcast មួយហ្នឹងណាគឺដោយសារតែ KC ចង់ដឹងតាក់ទងមួយនឹងចំណុចបញ្ហាហិរញ្ញវត្ថុឬក៏ចំណេះដឹងហិរញ្ញវត្ថុផ្សេងៗហ្នឹងថាតើគេនិយាយបែបណាតើយើងបើសិនជាមើលវីដេអូហ្នឹងទៅយើងទទួលបានចំណេះដឹងអីគេខ្លះយកមកប្រើប្រាស់នៅក្នុងជីវិតយើងប្រចាំថ្ងៃអញ្ចឹងចំណុចហ្នឹងគឺ KC ចង់បញ្ជាក់ថាអ្នកទាំងអស់គ្នារៀនយកចំណេះដឹងតែមួយយ៉ាងគត់ណាអញ្ចឹងគឺតាមឲ្យតណាគឺយើងត្រូវរៀនដើម្បីយកចំណេះដឹងអញ្ចឹងគឺ KC ចង់បញ្ជាក់ម្ដងទៀតថាការរៀនភាសាគឺយើងអត់ដែលខុសទេឲ្យតែរៀនអត់ដឹងតែទទួលបានចំណេះដឹងថ្មីឬក៏ចំណេះដឹងដែលល្អខ្លាំងមែនតើយកមកណាគឺបានន័យថាយើងឲ្យតែមានផ្លូវណាដែលអាចឲ្យយើងទទួលបានចំណេះដឹងមកគឺយើងព្យាយាមរៀនព្យាយាមសិក្សាស្វែងយល់ទាំងអស់គ្នាមកណាអូខេអញ្ចឹងនៅក្នុងចំណុចនេះគឺ KC ក៏គ្រាន់តែមកប្រាប់អ្នកទាំងអស់គ្នាត្រួសហើយក៏បញ្យល់ឲ្យអ្នកទាំងអស់គ្នាឃើញត្រួសដែរតាក់ទងជាមួយនឹងមេរៀនឬក៏ជាអត្ថបទឬក៏ហៅថាជា script ក៏បានដែរដែលពួកគាត់និយាយជាភាសាថៃប៉ុន្តែយើងយកមករៀនដើម្បីបកប្រែបានទាំងចំណេះដឹងភាសាថៃហើយបានទាំងចំណេះដឹងតាក់ទងជាមួយនឹងការនិយាយរបស់គាត់នៅក្នុង podcast ហ្នឹងមកថាតើវាមានអត្ថន័យថា podcast ហ្នឹងវាមានសារៈសំខាន់អីគេហើយយើងទទួលបានចំណេះដឹងអីគេនៅពេលដែលយើងរៀនចប់ចឹងទៅអញ្ចឹងតាក់ទងជាមួយនឹងចំណុចនេះក៏ជាសំណុំពរពិសេសមួយដែរគឺអ្នកទាំងអស់គ្នាគឺ KC ក៏មានបើកវគ្គថ្មីដែលវគ្គហ្នឹងគឺយើងផ្ដោតសំខាន់ទៅលើការបកប្រែ podcast ហ្នឹងតែម្ដងហើយចំពោះ podcast គឺ KC មិនមែនយកមកតែមួយ channel ហ្នឹងឬក៏ពីរ channel ទេគឺ KC យកមកពីច្រើន channel មែនតើដែលអាចធ្វើជាចំណេះដឹងឲ្យអ្នកទាំងអស់គ្នាបានហើយក៏យើងរៀនបដាគឺយើងទទួលបានចំណេះដឹងបដាអញ្ចឹងទៅហើយការពង្រឹងភាសាថៃរបស់យើងក៏កាន់តែខ្លាំងអញ្ចឹងណាអញ្ចឹងតើតោងជាមួយនឹងថ្នាក់បកប្រែ podcast នេះគឺអ្នកទាំងអស់គ្នាយើងចូលរៀននៅក្នុងអាទិត្យក្រោយដូចគ្នាប៉ុន្តែសូមបញ្ជាក់អ្នកទាំងអស់គ្នាថាមិនមែនរៀនតែ podcast ទេគឺមានរៀន podcast នៅក្នុងហ្នឹងហើយក៏មានរៀនបកប្រែរឿងខ្លីៗនៅក្នុងហ្នឹងហើយក៏មានរៀនបក
កប្រែព័ត៌មានថៃតនហេតុការណ៍នៅក្នុងនឹងដែរគ្រាន់តែថាមួយអាទិត្យគឺយើងរៀនបកប្រែព័ត៌មានអាចនឹងច្រើនបំផុតគឺ2ថ្ងៃណាហើយបកប្រែ podcast នេះមួយអាទិត្យអាច3ថ្ងៃឬក៏ថ្ងៃណាដែលយើងអត់ចង់រៀន podcast គឺយើងដូរទៅរៀនបកប្រែរឿងខ្លីវិញអញ្ចឹងគឺការរៀននៅក្នុងនេះគឺរៀនដើម្បីយើងទទួលបានចំណេះដឹងថ្មីៗតនហេតុការណ៍ហើយ podcast គឺ KC យកមកគ្រប់ជំនាញតែម្ដងគឺមិនមែននិយាយតាមពីបញ្ហាហិរញ្ញវត្ថុនិយាយពីការរស់ស៊ីគឺនិយាយតាក់ទងជាមួយនឹងបញ្ហា mental ដូចគ្នាណាគឺបញ្ហាផ្លូវចិត្តផ្សេងៗអញ្ចឹងឬក៏ការលើកទឹកចិត្តខ្លួនឯងផ្សេងៗអញ្ចឹងទៅអញ្ចឹងតាក់ទងមួយការរៀន podcast នេះគឺបើសម្រាប់ KC ផ្ទាល់គឺហៅថាជាការរៀនបែប freestyle សម្រាប់កូនសិស្សដែលចេះស្រាប់ហើយណាហើយចង់ពង្រឹងឲ្យខ្លួនឯងកាន់តែខ្លាំងទទួលយកចំណេះដឹងមួយហ្នឹងយកទៅប្រើការបានតែម្ដងណាហើយអាចយកចំណេះដឹងមួយហ្នឹងគឺទៅ apply ជាមួយនឹងគ្រប់ជំនាញគ្រប់វិស័យដែលអ្នកទាំងអស់គ្នាកំពុងរៀនអញ្ចឹងចង់បញ្ជាក់អ្នកទាំងអស់គ្នាថាបើសិនជាយើងពង្រឹងទៅលើវិស័យណាមួយគឺយើងត្រូវពង្រឹងឲ្យបានគ្រប់ច្រកគ្រប់ផ្លូវតែម្ដងណាហើយចំពោះសាច់អត្ថបទដែលយកមកហ្នឹងក៏ជាប្រភេទសាច់អត្ថបទដែលថ្មីឥឡូវហ្នឹងដែរណាមិនមែនទៅរៀនកាលពី4ឆ្នាំមុនអីគឺអត់ទេណាអញ្ចឹងគឺបញ្ជាក់ម្ដងទៀតអ្នកទាំងអស់គ្នាណាបើសិនជាអ្នកទាំងអស់គ្នាគិតថាចំណុចការរៀនបែបនេះគឺធ្វើឲ្យអ្នកទាំងអស់គ្នាកាន់តែខ្លាំងជាមួយនឹងភាសាមួយហ្នឹងគឺអ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរៀននៅក្នុងវគ្គមួយនេះជាមួយនឹង KC បានណាតែអញ្ចឹងគឺចំពោះព័ត៌មានលម្អិតតាក់ទងជាមួយនឹងថ្នាក់មួយនេះគឺអ្នកទាំងអស់គ្នាគឺយើងចូលរៀននៅក្នុងថ្ងៃច័ន្ទអាទិត្យក្រោយថ្ងៃទី13ហ្នឹងតែម្ដងណាហើយយើងរៀនម៉ោងល្អមែនទែនអ្នកទាំងអស់គ្នាគឺម៉ោង8ដល់ម៉ោង9យប់ណាហើយចំពោះការធ្វើអត្ថបទបែបនេះគឺអ្នកទាំងអស់គ្នាមិនមែន KC លេងតែ font ធម្មតាបែបនេះដូចអ្នកទាំងអស់គ្នាកំពុងឃើញណាគឺ KC ក៏មានការលេង font បែប font ដែលពិបាកឬក៏អា font ដែលគេពេញនិយមប្រើរាល់ថ្ងៃហ្នឹងដូចគ្នាណាអញ្ចឹងអត្ថបទរបស់ KC គឺបែប freestyle ទេគឺយើងចេញរាល់ថ្ងៃអញ្ចឹងអាហ្នឹងគឺអ្នកទាំងអស់គ្នាអាចសំណូមពរទៅលើប្រភេទអត្ថបទបានថាតើអ្នកទាំងអស់គ្នាចង់ទទួលបានអត្ថបទបែបម៉េចចឹងទៅណាអញ្ចឹងគឺចង់បាន podcast បែបម៉េចអាហ្នឹងគឺកូនសិស្សអាចសំណូមពរជាមួយនឹង KC បានផ្ទាល់ហើយយើងរៀនបែប freestyle តែម្ដងណាខាងអញ្ចឹងគឺចំណេះដឹងដែលយើងផ្ដោតគឺតែមួយគឺយើងផ្ដោតទៅលើភាសាថៃឲ្យកាន់តែខ្លាំងហើយយើងទទួលបានចំណេះដឹងពីអត្ថបទ podcast ទាំងអស់ហ្នឹងជាដើមណាអូខេអញ្ចឹងតើតងជាមួយនឹង podcast មួយនេះគឺអ្នកទាំងអស់គ្នាបើសិនជាចង់ចូលទៅមើលគឺអ្នកទាំងអស់គ្នាអាចចុចតាម link នៅក្នុង description នេះបានខាងក្រោមវីដេអូរបស់ KC នេះអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាចង់ផ្ដោតទៅលើការដូចជាការអានចំណេះដឹងទូទៅផ្សេងៗហើយពាក្យយើងបែបទូទៅដែលជាពាក្យប្រើបច្ចុប្បន្នហ្នឹងគឺអ្នកទាំងអស់គ្នាអាចពិចារណាជាមួយវគ្គនេះបានប៉ុន្តែសូមបញ្ជាក់បន្តិចណាចំពោះវគ្គនេះគឺផ្ដោតទៅលើតែអ្នកចេះណាហាព្រោះដោយសារតែបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ចេះច្រើនទេហើយតែរៀនចាប់មូលដ្ឋានអីអានឹងចូលវគ្គនេះអត់កើតទេណាដោយសារវគ្គនេះគឺយើងចាត់ទុកថាជាវគ្គដែលជ្រៅបំផុតជ្រៅជាងវគ្គបកប្រែរឿងទៀតណាព្រោះវគ្គនេះគឺកាលពីមុន KC អត់ដែលបើកទេទៅតែមានកូនសិស្សចប់វគ្គបកប្រែរឿងហើយគាត់ក៏សំណូមពរចង់រៀនបន្តរៀនឲ្យកាន់តែខ្លាំងជាងមុនតែម្ដងណាចំពោះវគ្គនេះគឺយើងរៀនរយៈពេល5ខែដូចគ្នាណាដើម្បីកុំឲ្យចប់លឿនពេកហើយបើសិនជាយើងរៀនចប់លឿនគឺក៏អត់សូវជាចេះច្រើនណាស់អញ្ចឹងគឺ KC ផ្ដោតទៅលើរៀន5ខែតែម្ដងទៅអញ្ចឹងចំពោះវគ្គនេះគឺយើងរៀនរយៈពេល5ខែហើយម៉ោងរៀនគឺយើងរៀនម៉ោង8 9យប់ហើយចំពោះការរៀនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្ររៀនតាម app Google Meet តាមអនឡាញណាអ្នកនរគ្នាហើយចំពោះរយៈពេល5ខែហ្នឹងគឺចំពោះតម្លៃគឺស៊ីគិតត្រឹមតែ$60តែប៉ុណ្ណោះណាអញ្ចឹងគឺតម្លៃទាបជាងថ្នាក់បកប្រែរឿងហើយបើសិនជាអ្នកនរគ្នាយកតម្លៃ$60ហ្នឹងទៅចែកនឹង5ទៅគឺតម្លៃធូរមែនតើអ្នកនរគ្នាណាគឺត្រឹមតែ$10ជាងទេការអញ្ចឹងគឺចំពោះការរៀនគឺតាក់ទងជាមួយនឹង podcast នេះគឺសូមបញ្ជាក់ម្ដងទៀតណាគឺយើងរៀនបែប freestyle តែម្ដងអញ្ចឹងបើសិនជាអ្នកនរគ្នាខ្លាំងហើយចង់បដោតខ្លួនឯងកាន់តែខ្លាំងទៀតយកភាសាហ្នឹងទៅប្រើការបានតែម្ដងអូខេអាចពិចារណាជាមួយនឹងវគ្គមួយនេះបានណាអញ្ចឹងគឺសម្រាប់វគ្គមួយនេះគឺយើងចាប់ផ្ដើមនៅក្នុងថ្ងៃច័ន្ទអាទិត្យក្រោយថ្ងៃទី13ណាអញ្ចឹងបើសម្រាប់អ្នកនរគ្នាចង់ដឹងព័ត៌មានលម្អិតអីបន្ថែមអ្នកនរគ្នាអាចទៅអ្នកតំណមកកាន់ KC ឆាតមកភ័យផ្ទាល់ក៏បានឬក៏តាក់ទងតាម Telegram ទាំងពីរខ្សែនេះគឺ016 45 47 49ឬក៏017 97 07 15ណាអញ្ចឹងចំពោះលេខទំនាក់ទំនងទាំងពីរខ្សែនេះគឺអ្នកនរគ្នាអាចទៅអ្នកតំណមកផ្ទាល់ក៏បានឬក៏ឆាតតាម Telegram ក៏បានដែរนะคะអូខេអ្នកនរគ្នាអញ្ចឹងសម្រាប់ថ្ងៃនេះគឺ KC មានតែប៉ុណ្្នឹងទេអ្នកនរគ្នាงั้น KC ខរទូកាប់ก่อนนะคะสวัสดีค่ะบ๊ายบาย